លោកត្រាំដាក់សម្ពាធសេដ្ឋកិច្ចលើថៃដើម្បីឲ្យចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាតាមការបញ្ជាក់ចេញពីមាត់ផ្ទួលរបស់លោកស៊ីរិពងអង្គកាសាគុលកេតដែលជាអ្នកនាំពាក្យរដ្ឋបាលនាយករដ្ឋមន្ត្រីថៃលោកអនុទីនឆាន់វីរគុលកាលពីថ្ងៃអង្គារទី14ខែតុលាឆ្នាំ2025ពេលនេះប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់សម្ពាធសេដ្ឋកិច្ចលើប្រទេសថៃដើម្បីឲ្យឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាលោកស៊ីរិពងអង្គកាសាគុលកេតប្រាប់អ្នកកាសែតក្នុងទីក្រុងបាងកកថាសហរដ្ឋអាមេរិកបានប្រើប្រាស់ចំនួនព្រំដែនរវាងកម្ពុជានិងថៃដើម្បីចរចាជាមួយរដ្ឋាភិបាលនេះគឺជាបញ្ហាប្រឈមថ្មីមួយសម្រាប់ក្រុមចរចាថ្មីរបស់ថៃដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃអង្គារនិងដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកឯកនិតនីតិដ្ឋានប្រាផាសដើម្បីដោះស្រាយជាមួយអាមេរិកជាមួយនឹងតម្រូវការថ្មីរបស់សហរដ្ឋអាមេរិកនេះការឈានដល់កិច្ចព្រមព្រៀងជាមួយកម្ពុជាបានក្លាយជាអាទិភាពមួយសម្រាប់រដ្ឋាភិបាលដែលកំពុងព្យាយាមជំរុញសេដ្ឋកិច្ចមុនការបោះឆ្នោតនៅដើមឆ្នាំក្រោយកាលពីពេលកន្លងទៅសហរដ្ឋអាមេរិកបានដាក់ពន្ធ 19% រួចទៅហើយលើការនាំចេញរបស់ថៃដែលវាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចប្រទេសនេះលោកត្រាំនឹងធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីដើម្បីចូលរួមជាអធិបតីដោយផ្ទាល់ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃបើតាមការបញ្ជាក់យ៉ាងច្បាស់ពីសំណាក់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោកមូហាម៉េតហាសាន់អំឡុងសន្និសីទកាសែតក្នុងទីក្រុងគូឡាឡាំពួរនៅថ្ងៃអង្គារទី14ខែតុលាឆ្នាំ2025មេដឹកនាំអាមេរិកនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខហើយធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគូឡាឡាំពួរលោកមូហាម៉េតនិយាយថាក្នុងអំឡុងកិច្ចប្រជុំកំពូលនេះយើងសង្ឃឹមថានឹងឃើញមានការចុះហត្ថលេខាលើសេចក្តីប្រកាសរវាងប្រទេសជិតខាងទាំងពីរដើម្បីធានាបាននូវសន្តិភាពនិងបទឈប់បាញ់ប្រកបដោយនិរន្តរភាពសូមជម្រាបជាថ្មីកិច្ចប្រជុំកំពូលអាស៊ានលើកទី47ក្នុងទីក្រុងគូឡាឡាំពួរនឹងប្រព្រឹត្តទៅនៅថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025នេះ